ក្រុមហ៊ុន Toyota Motor បានឲ្យដឹងថាផលិតកម្មរថយន្តនៅទូទាំងពិភពលោករបស់ខ្លួនគឺបានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល1ឆ្នាំនៅក្នុងខែមករាខណៈដែលក្រុមហ៊ុនបានបង្កើនផលិតកម្មនៅក្នុងប្រទេសជប៉ុននេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ផលិតកម្មពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ខែមករាគឺបានកើនឡើងប្រមាណជា 6% បើធៀបទៅនឹងខែមករាឆ្នាំ2024ដល់ទៅ 781,729 គ្រឿងខណៈដែលផលិតកម្មនៅក្នុងស្រុកកើនឡើងប្រមាណជា 22% ដែលប៉ះប៉ូវដល់ការធ្លាក់ចុះផលិតកម្មនៅក្រៅប្រទេសផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើងគឺបានកើនឡើង 3% នៅក្នុងខែមករាដោយសារតែការកើនឡើងផលិតកម្មនៅក្នុងប្រទេសមិចស៊ិកដែលប៉ះប៉ូវដល់ការធ្លាក់ចុះនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាក្រុមហ៊ុន Toyota បានផលិតរថយន្តប្រហែលជា 26,500 គ្រឿងនៅក្នុងប្រទេសមិចស៊ិកពលគឺកើនឡើងជិត 3.5 ដងបើធៀបទៅនឹងខែមករាកាលពីឆ្នាំមុនក្រុមហ៊ុន Toyota បានឲ្យដឹងទៀតថាការកើនឡើងនេះគឺដោយសារតែការផ្លាស់ប្ដូរផលិតកម្មកាលពីឆ្នាំមុនការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota មិនប្រែប្រួលខណៈដែលកំណើនលក់នៅក្នុងស្រុកចំនួន 13% បានជួយធ្វើឲ្យមានតុល្យភាពដល់ការធ្លាក់ចុះការលក់ចំនួន 14% នៅក្នុងប្រទេសចិននិងការធ្លាក់ចុះការលក់ 1% នៃការលក់នៅសហរដ្ឋអាមេរិក